ប្រធានក្រុមហ៊ុនកំពុងចុះត្រួតពិនិត្យក្រុមហ៊ុនស្រាប់តែចៃដន្យឲ្យបានបុកនារីម្នាក់ដែលមកសម្ភាសការងារនៅកន្លែងទទួលភ្ញៀវទោះជាយ៉ាងណាក៏ដោយពេលដែលគាត់បានឃើញមុខនាងច្បាស់គាត់ក៏ស្រឡាំងកាំងនារីម្នាក់នេះមានមុខមាត់ដូចបេះបិទទៅនឹងអតីតភរិយារបស់គាត់កាលពីនៅក្មេងដោយឆ្លៀតឱកាសពេលដែលនាងមិនចាប់អារម្មណ៍គាត់ក៏លួចដកសក់នាងមួយសរសៃរួចក៏ទៅកន្លែងទទួលភ្ញៀវដើម្បីសាកសួរពីប្រវត្តិរបស់នាងអ្នកទទួលភ្ញៀវបាននិយាយថាឪពុកម្ដាយនិងបងស្រីរបស់នារីម្នាក់នោះបានក្លែងបន្លំការស្លាប់របស់ពួកគេហើយថានាងបានចិញ្ចឹមប្អូនស្រីទើបនឹងកើតតែម្នាក់ឯងអស់រយៈពេល4ឆ្នាំមកហើយបន្ទាប់ពីបានដឹងពីបទពិសោធន៍ដ៏កំសត់របស់នាងប្រធានក្រុមហ៊ុនកាន់តែជឿជាក់លើការសន្និដ្ឋានរបស់គាត់ក៏ដកសក់ខ្លួនឯងមួយសរសៃភ្លាមហើយប្រគល់វាទៅឲ្យជំនួយការរបស់គាត់ដើម្បីធ្វើតេស្ត DNA បញ្ជាក់ពីភាពជាឪពុកគាត់សង្ស័យថានារីម្នាក់នេះគឺជាកូនស្រីបង្កើតរបស់គាត់ដែលបានបាត់ខ្លួនអស់រយៈពេល20ឆ្នាំមកហើយតាមការពិតបន្ទាប់ពីត្រូវបានឪពុកម្ដាយចិញ្ចឹមយកទៅចិញ្ចឹមកាលពីប្រមាណឆ្នាំមុននារីម្នាក់នោះបានខិតខំរៀនសូត្ររហូតប្រឡងជាប់ចូលសាកលវិទ្យាល័យដ៏ល្បីមួយប៉ុន្តែពេលដែលនាងត្រឡប់មកផ្ទះវិញឪពុកម្ដាយចិញ្ចឹមនិងបងស្រីរបស់នាងបានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ដោយបន្សល់ទុកតែប្អូនស្រីទើបនឹងកើតម្នាក់ប៉ុណ្ណោះដើម្បីចិញ្ចឹមប្អូនស្រីឲ្យធំដឹងក្តីនាងបានបោះបង់ឱកាសចូលរៀននៅសាកលវិទ្យាល័យដ៏ល្បីនោះហើយជ្រើសរើសចូលរៀននៅមហាវិទ្យាល័យដែលផ្ដល់អាហារូបករណ៍ពេញលេញជំនួសវិញក្នុងរយៈពេលប្រមាណឆ្នាំបន្ទាប់នាងបានមើលថែប្អូនស្រីបណ្ដាលនិងរៀនបណ្ដាលរហូតដល់ចប់នៅថ្ងៃបញ្ចប់ការសិក្សាទីប្រឹក្សារបស់នាងបានប្រាប់នាងថាក្រុមហ៊ុន Food Group មានកម្មវិធីគាំទ្រសម្រាប់គ្រួសារដែលមានការលំបាកពិសេសហើយដោយផ្អែកលើស្ថានភាពគ្រួសាររបស់នាងអាចសាកល្បងដាក់ពាក្យនៅទីនោះដើម្បីមើលថាតើនាងអាចរកការងារធ្វើបានដែរឬទេទោះជាយ៉ាងណាក៏ដោយពេលដែលនាងទៅសម្ភាសគេប្រាប់នាងថានាងមិនបំពេញតាមលក្ខខណ្ឌតម្រូវទេព្រោះប្រព័ន្ធបានបង្ហាញថាឪពុកម្ដាយចិញ្ចឹមនិងបងស្រីរបស់នាងនៅមានជីវិតនៅឡើយដោយធ្វើតាមអាសយដ្ឋានដែលគេផ្ដល់ឲ្យនាងក៏ទៅរកគ្រួសាររបស់នាងពេលនោះទើបនាងដឹងថាឪពុកម្ដាយចិញ្ចឹមរបស់នាងមិនបានស្លាប់តតែសោះគឺពួកគេនៅមានជីវិតនិងកំពុងរស់នៅយ៉ាងហ៊ឺហានិងគ្មានកង្វល់តាមពិតទៅពួកគេបានរៀបចំផែនការក្លែងបន្លំការស្លាប់យ៉ាងល្អិតល្អន់គោលបំណងរបស់ពួកគេគឺចង់ឲ្យនារីម្នាក់នោះស្ម័គ្រចិត្តបោះបង់ឱកាសចូលរៀននៅសាកលវិទ្យាល័យហើយនៅមើលថែប្អូនស្រីធ្វើបែបនេះបងស្រីរបស់នាងអាចយកកន្លែងរបស់នាងហើយចូលរៀននៅសាកលវិទ្យាល័យដ៏ល្បីនោះជំនួសវិញបន្ទាប់ពីពន្យល់គ្រប់យ៉ាងដោយក្តីអំនួតឪពុកចិញ្ចឹមក៏សើចចំអកហើយម្ដាយចិញ្ចឹមក៏ប្រាប់កូនស្រីរបស់គាត់ថានារីម្នាក់នោះនៅតែមិនដឹងថានាងត្រូវបានគេរើសមកពីខាងក្រៅក្នុងនាមជាក្មេងកំព្រានោះទេពួកគេមិនបានដឹងទេថានារីដែលឈរនៅខាងក្រៅទ្វារបាននឿរាល់ពាក្យសម្ដីនៃការសន្ទនារបស់ពួកគេពេលនោះទើបនាងដឹងថានាងមិនមែនជាកូនស្រីបង្កើតរបស់ពួកគេតតែសោះនោះហើយជាមូលហេតុដែលពួកគេហ៊ានជន់ឈ្លីភាពស្មោះត្រង់និងសេចក្តីថ្លៃថ្នូររបស់នាងយ៉ាងអៀនខ្មាស់បែបនេះដោយក្តីខឹងសម្បានាងក៏ស្ទុះចូលទៅតាំងជាមួយពួកគេប៉ុន្តែបងស្រីរបស់នាងបានធ្វើពុតជាគួរឲ្យអាណិតហើយនិយាយថាបើនារីម្នាក់នោះខឹងនាងអាចទះកំភ្លៀងនាងពីរបីកំភ្លៀងដើម្បីបញ្ចេញកំហឹងនឹកស្មានមិនដល់មុនពេលនាងនិយាយចប់នារីម្នាក់នោះក៏ទះកំភ្លៀងនាងមែនឃើញបែបនេះឪពុកចិញ្ចឹមក៏មិនពេញចិត្តភ្លាមហើយក៏ឈានជើងទៅមុខដើម្បីស្ដីបន្ទោសនាងប៉ុន្តែបែរជាត្រូវនាងបង្រៀនមេរៀនទៅវិញសូម្បីតែម្ដាយចិញ្ចឹមដែលឈរនៅក្បែរនោះក៏មិនរួចខ្លួនដែរនារីម្នាក់នោះនិយាយថាកំភ្លៀងទាំង3នោះគឺជាអ្វីដែលពួកគេជំពាក់នាងប៉ុន្តែម្ដាយចិញ្ចឹមនៅតែទូចយ៉ាងអៀនខ្មាស់ថាបើកាលនោះពួកគេមិនមានចិត្តល្អរើសនាងមកពីខាងក្រៅទេនាងប្រហែលជាដាច់ពោះស្លាប់នៅតាមផ្លូវបាត់ទៅហើយថាអ្វីគ្រប់យ៉ាងដែលនាងកំពុងធ្វើនៅពេលនេះគ្រាន់តែជាការសងគុណដែលពួកគេសឹមនឹងទទួលបានប៉ុណ្ណោះបន្ទាប់ពីបានលើបែបនេះនារីម្នាក់នោះក៏កាត់ផ្ដាច់ទំនាក់ទំនងជាមួយពួកគេភ្លាមបន្ទាប់ពីនោះនាងបានប្រគល់ប្អូនស្រីដែលនាងបានចិញ្ចឹមតែម្នាក់ឯងទៅឲ្យឪពុកម្ដាយចិញ្ចឹមរបស់នាងវិញប្អូនស្រីរបស់នាងអប់នាងយ៉ាងតឹងមិនព្រមបែកពីនាងឡើយនារីម្នាក់នោះក៏មិនដាច់ចិត្តបែកពីនាងដែរប៉ុន្តែនាងដឹងយ៉ាងច្បាស់ថាមានតែការរស់នៅជាមួយពួកគេទេទើបប្អូនស្រីរបស់នាងអាចមានជីវិតល្អប្រសើរបន្ទាប់ពីកាត់ផ្ដាច់ទំនាក់ទំនងជាមួយឪពុកម្ដាយចិញ្ចឹមនារីម្នាក់នោះបានប្រឡងជាប់ការសម្ភាសន៍នៅក្រុមហ៊ុន Food Group ដោយជោគជ័យតាមរយៈការខិតខំប្រឹងប្រែងរបស់នាងផ្ទាល់ប៉ុន្តែនៅថ្ងៃដែលនាងមករីការចូលធ្វើការនាងបានជួបបងស្រីរបស់នាងនៅកន្លែងទទួលភ្ញៀវរបស់ក្រុមហ៊ុនពេលបងស្រីឃើញថានារីម្នាក់នោះប្រឡងជាប់ការសម្ភាសន៍មែននាងក៏ខឹងយ៉ាងខ្លាំងភ្លាមនាងសើចចំអកថាដោយមានត្រឹមសញ្ញាបត្រមហាវិទ្យាល័យនារីម្នាក់នោះមិនស័ក្តិសមនឹងជាន់ដីក្រុមហ៊ុន Food Group ទេសូម្បីតែលៀងបង្គន់ក៏មិនសមដែរបន្ទាប់មកនាងក៏ហែកប្រវត្តិរូបសង្ខេបរបស់នាងជាសាធារណៈហើយគប់បំណែកដែលហែកនោះចំមុខនាងយ៉ាងសាហាវនាងបានស្រែកប្រាប់ពេញក្រុមហ៊ុនថាប្រវត្តិការសិក្សារបស់នារីម្នាក់នោះទាបពេកហើយថានាងមិនស័ក្តិសមនឹងចូលរួមជាមួយក្រុមហ៊ុនទេឬសម្លេងអ៊ូអរបុគ្គលិកក៏ប្រមូលផ្ដុំគ្នាឃើញហេតុការណ៍ដែលកំពុងកើតឡើងពួកគេក៏សើចចំអកឲ្យនារីម្នាក់នោះថាមានទំនុកចិត្តលើខ្លួនឯងជ្រុលហួសហេតុពេលនោះបងស្រីក៏យកសញ្ញាបត្រសាកលវិទ្យាល័យចេញមកបង្អួតនៅមុខនាងឃើញនាងបង្អួតសញ្ញាបត្រដែលលួចបានដោយមោទនភាពនារីម្នាក់នោះក៏លាតត្រដាងភ្លាមថានាងគឺជាចោរដែលបានលួចជីវិតដ៏ត្រឹមត្រូវរបស់នាងបងស្រីបានចោទប្រកាន់នារីម្នាក់នោះថាបានប្រមាថនាងហើយក៏ហៅសន្តិសុខឲ្យបណ្ដេញនាងចេញនារីម្នាក់នោះបានបញ្ជាក់ថានៅទីនេះបងស្រីរបស់នាងគ្មានសិទ្ធិបណ្ដេញនាងចេញទេទន្ទឹមនឹងនោះប្រធានក្រុមហ៊ុនទទួលបានរបាយការណ៍ដេណាពីជំនួយការរបស់គាត់លទ្ធផលបានបញ្ជាក់ថានាងពិតជាកូនស្រីបង្កើតរបស់គាត់ដែលបានបែកពីគាត់អស់រយៈពេល20ឆ្នាំមែនភ្លាមបន្ទាប់ពីនោះជំនួយការក៏បានជម្រាបគាត់ថានារីម្នាក់នោះបានមកក្រុមហ៊ុនក្នុងនាមជាបុគ្គលិកថ្មីគ្រាន់តែបែបនេះប្រធានក្រុមហ៊ុនមិនស្ទាក់ស្ទើរឡើយគាត់ប្រញាប់ទៅក្រុមហ៊ុនជាមួយជំនួយការរបស់គាត់ភ្លាមនៅក្នុងឡានគាត់បានហៅវីដេអូទៅកូនប្រុសទាំង4របស់គាត់ហើយនិយាយតែមួយឃ្លាថារកឃើញប្អូនស្រីរបស់អញហើយ
ដោយមិនដឹងពីរឿងទាំងអស់នេះនារីម្នាក់នោះកំពុងត្រូវបានគេធ្វើបាបយ៉ាងធ្ងន់ធ្ងរនៅក្រុមហ៊ុនបាត់ទៅហើយសន្តិសុខកំពុងរៀបចំបណ្ដេញនាងចេញស្រាប់តែក្នុងគ្រាដ៏សំខាន់នោះប្រធានក្រុមហ៊ុនបានមកដល់ទាន់ពេលជាមួយកូនប្រុសទាំង4របស់